សួរដល់លោកពូអ្នកមីងបងប្អូននៅកំពុងតែទស្សនាទាំងអស់គ្នាសម្រាប់វីដេអូនៅថ្ងៃនេះដែរគឺខ្ញុំនឹងនិយាយអំពីការស្លាប់របស់ Kenneka Jenkins អញ្ចឹងរឿងក្តីនេះគឺខ្ញុំបានស្គាល់រៀងយូរដែរតាំងពីខ្ញុំចាប់ផ្ដើមស្ដាប់រឿងក្តីដំបូងតាំងពីម្លងឆ្នាំ2018 2019ដោយសារតែរឿងក្តីនេះគឺបានកើតឡើងកាលពីឆ្នាំ2017អញ្ចឹងមកវឹកហ្នឹងគឺល្បីខ្លាំងមែនតើដោយសារតែការស្លាប់របស់ Kenneka Jenkins គឺគួរឲ្យសង្ស័យខ្លាំងដោយគេយល់ឃើញថាការស្លាប់របស់គាត់ហ្នឹងគឺមិនមែនគាត់ស្លាប់ដោយខ្លួនគាត់ទេដែលរឿងក្តីនេះគឺ Kenneka គាត់បានទៅ party នៅក្នុងសន្តាគារមួយដល់ហើយគឺគេបានរកឃើញសាកសពរបស់គាត់ដែលគាត់បានកកស្លាប់នៅក្នុងបន្ទប់ទូទឹកកកនៅក្នុងចក្រានរបស់សន្តាគារហ្នឹងអញ្ចឹងគេមើលទៅគឺការស្លាប់របស់គាត់គួរឲ្យសង្ស័យខ្លាំងមែនតើអញ្ចឹងជំនាន់ហ្នឹងគឺល្បីហើយខ្ញុំក៏ចង់ចែកម្លែករឿងក្តីនេះដល់អ្នកនរគ្នាដោយសារតែវាគួរឲ្យចាប់អារម្មណ៍ហើយយើងអាចស្វែងរកទាំងអស់គ្នាថាមូលហេតុអីបានគាត់ស្លាប់មុននឹងចូលដល់វីដេអូគឺខ្ញុំសូមអរគុណដល់ sponsor របស់យើងគឺ Surfshark VPN បើសិនជាអ្នកនរគ្នាកំពុងតែស្វែងរក VPN ដើម្បីប្រើប្រាស់នៅក្នុងគ្រឿងអេឡិចត្រូនិករបស់អ្នកនរគ្នាគឺខ្ញុំសូមណែនាំឲ្យស្គាល់ Surfshark VPN អ្នកទាំងអស់គ្នាត្រូវដឹងថាការប្រើប្រាស់ VPN គឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនជាពិសេសគឺវាអនុញ្ញាតឲ្យយើងផ្លាស់ប្ដូរ VPN នៃគ្រឿងអេឡិចត្រូនិករបស់យើងទៅទីតាំង IP address ផ្សេងៗទៀតនៅក្នុងពិភពលោកដែល Surfshark VPN គឺមានរហូតដល់ទៅ3200 server ដែលអនុញ្ញាតឲ្យអ្នកនរគ្នាជ្រើសរើសបានមូលហេតុដែលយើងចង់ប្ដូរ IP address នៃគ្រឿងអេឡិចត្រូនិករបស់យើងគឺយើងចង់ការពារទៅលើ data ដែលមាននៅក្នុងគ្រឿងអេឡិចត្រូនិករបស់យើងត្រូវដឹងថាតន្ន័យនៃការប្រើប្រាស់ទូរស័ព្ទរបស់យើងឬក៏ tablet iPad ជាដើមហ្នឹងគឺអ្វីដែលយើងបំពេញចូលនៅក្នុងគ្រឿងអេឡិចត្រូនិករបស់យើងហ្នឹងគឺសុទ្ធតែមានគេអាចទាញយកបានទាំងអស់អញ្ចឹងវាហានិភ័យខ្លាំងមែនតើជាពិសេសគឺមាន application ឬក៏កម្មវិធីនៅក្នុងទូរស័ព្ទរបស់យើងហ្នឹងគឺមានកម្មវិធីខ្លះទាញយកតន្ន័យរបស់យើងរក្សាទុកហើយទុកលក់ឲ្យគេផ្សេងទៀតនេះគឺស្មុគស្មាញហើយនឹងហានិភ័យខ្លាំងមែនតើអញ្ចឹងហើយទៅគេប្រើ VPN ដើម្បីធ្វើការបង្វែរដានហើយនឹងការពារទៅលើតន្ន័យទូរស័ព្ទរបស់យើងជាពិសេសទៀតគឺគេប្រើប្រាស់ Surfshark VPN ដើម្បីផ្លាស់ប្ដូរ IP address ដើម្បីទទួលបានមាតិកាដែលឥតឈប់ឈរអញ្ចឹងយើងដឹងថានៅក្នុងប្រទេសខ្មែរយើងមានមាតិកាច្រើនណាស់ដែលគេបិទជាពិសេសដូចនៅក្នុង Netflix ជាដើមចុះឧទាហរណ៍គឺមានរឿងច្រើនខ្លាំងមែនតើដែលគេបិទអត់ចាក់នៅក្នុងតំបន់យើងទេអញ្ចឹងដើម្បីយើងអាចទៅមើលបានគឺយើងធ្វើការផ្លាស់ប្ដូរ IP address របស់យើងទៅកាន់បណ្ដាប្រទេសផ្សេងៗទៅដើម្បីឲ្យយើងអាចមើលរឿងនឹងបានអញ្ចឹងវាងាយស្រួលខ្លាំងមែនតើប្រៀបដូចជាផ្លូវកាត់មួយអញ្ចឹងដែលយើងមាននៅក្នុងទូរស័ព្ទដៃយើងហើយ Surfshark VPN គឺមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ទៅលើសេវាកម្មរបស់ Surfshark VPN គឺអាចចុច link នៅក្នុង description box របស់ខ្ញុំបានពេលដែលអ្នកនរគ្នាចុច link ហ្នឹងទៅគឺអ្នកទាំងអស់គ្នានឹងទទួលបានកូដហើយប្រើប្រាស់ Surfshark VPN បាន4ខែបន្ថែមពីលើសេវាកម្មដែលអ្នកនរគ្នាជាវនឹងទៀតគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនតើជាថ្មីម្ដងទៀតគឺខ្ញុំសូមអរគុណដល់ Surfshark VPN ដែលបាន sponsor ដល់វីដេអូរបស់យើងនៅថ្ងៃនេះអូខេចឹងឥឡូវគឺខ្ញុំនឹងនិយាយអំពីការស្លាប់របស់ Kenneka Jenkins គឺមានអាយុ19ឆ្នាំដែលគាត់បានកើតនៅ Chicago Illinois នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ2017គឺនៅខែកញ្ញាថ្ងៃទី8គឺជាថ្ងៃសុក្រអញ្ចឹងកាលពីថ្ងៃហ្នឹងគឺគាត់បានសម្រេចចិត្តគាត់ចង់ទៅចូលរួមនៅក្នុងកម្មវិធីជប់លៀងរបស់ពួកម៉ាក់គាត់មួយដែលពួកម៉ាក់គាត់គឺទៅជាមួយនឹងគាត់នៅយប់ហ្នឹងក៏ Kenneka បានធ្វើការរៀបចំខ្លួនដើម្បីទៅចូលរួមនៅក្នុងកម្មវិធីជប់លៀងមួយហ្នឹងហើយគាត់ក៏បានសុំម្ដាយរបស់គាត់ដែរថាគាត់សុំខ្ចីឡានដើម្បីដប់ពួកម៉ាក់គាត់ទៅចូលរួម party ហ្នឹងអញ្ចឹងនៅយប់ប្រហែលជា11:30នាទីពេលយប់គឺគាត់បានចាក់ចេញទៅពិធីជប់លៀងហ្នឹងគឺធ្វើឡើងនៅក្នុងសន្តាគារមួយដែលមានឈ្មោះថា Crown Plaza នៅក្នុងបន្ទប់លេខ926សម្រាប់ថងនេះខ្ញុំអត់ដឹងថាមូលហេតុអីបានគាត់ទៅ party នៅក្នុងសន្តាគារដែរអញ្ចឹងណាខ្ញុំអត់ដឹងថាហេតុអីបានសន្តាគារគេអនុញ្ញាតដែរហ្នឹងហើយវារៀងចម្លែកដែរដែលយើងដឹងហើយគឺចាក់ភ្លេងមនុស្សអ៊ូអហើយនៅពេលហ្នឹងគឺចូលរួមមនុស្សរហូតដល់ទៅ30នាក់ជាងទៀតអញ្ចឹងវាច្រើនខ្លាំងមែនតើនៅក្នុងបន្ទប់មួយដើម្បី party អញ្ចឹងណាអញ្ចឹងខ្ញុំអត់ដឹងថាមូលហេតុអីបានគេអនុញ្ញាតដែរនៅរំលងអត្រាតក៏ Kenneka គាត់បានទៅដល់ពិធីជប់លៀងហ្នឹងអញ្ចឹងនៅពេលហ្នឹងគឺគេមានវីដេអូក៏ដូចជារូបផ្សេងៗដែលអ្នកដែលគាត់ចូលរួមនៅក្នុងកម្មវិធីហ្នឹងគឺបានថតហើយនឹងបង្ហោះដែរអញ្ចឹងណាអញ្ចឹងគឺគេបានឃើញមិត្តភ័ក្តិរបស់ Kenneka ហ្នឹងបានថតគឺសភាពរបស់ Kenneka គឺធម្មតាទេគាត់ចូលរួមក៏ដូចក្មេងស្រីផ្សេងៗទៀតដែរគឺគាត់កំពុងតែសប្បាយនៅក្នុងកម្មវិធីជប់លៀងហ្នឹងអញ្ចឹងដូចយើងដឹងអញ្ចឹងក្រុមវ័យជំទង់ឬក៏ក្មេង18 19ឆ្នាំ20ឆ្នាំអីហ្នឹងគឺពួកគាត់ធ្វើ party អញ្ចឹងគាត់មិនមែនស្ដាប់តែភ្លេងឯងគឺតែងតែមានដូចជា share ក៏ដូចជាគ្រឿងយើងក៏អត់ដឹងថាមានគ្រឿងដែលអាចឲ្យញៀនឬក៏ពពួក substances គេហៅថាសារធាតុញៀនសារធាតុអីចឹងទៅយើងអត់ដឹងថាគាត់មានប្រើឬក៏អត់ទេ
ចឹងសម្រាប់ខនេការនៅយប់ហ្នឹងក៏យើងអត់ដឹងថាគាត់ប្រើអ្វីខ្លះដែរនៅយប់ហ្នឹងនៅពេលដែលចូលរួមក្នុងកម្មវិធីហ្នឹងយោងទៅតាមសម្ដីពួកម៉ាក់របស់ខនេការគឺបាននិយាយថានៅយប់ហ្នឹងគឺគាត់បានផឹកស្រាដែរនៅយប់ហ្នឹងនៅពេលដែលពួកគាត់បាន party ចប់ប្រហែលជា 2-3 ម៉ោងចឹងទៅគឺប្រហែលជាម៉ោង 2 ម៉ោង 3 ហ្នឹងហើយគឺគាត់បានចេញពីបន្ទប់ហ្នឹងដើម្បីចង់ត្រឡប់ទៅផ្ទះវិញចឹងនៅពេលហ្នឹងគឺគេបានឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពគឺខនេការគាត់ដើរជាមួយនឹងមិត្តភ័ក្តិរបស់គាត់គឺយើងមើលសភាពរបស់គាត់គឺធម្មតាទេដល់ពេលដែលគាត់ចេញមកបាត់នៅកដាលចង់ថានៅកដាល hallway ផ្លូវដើរនៅក្នុងសន្តាគារហ្នឹងគឺពួកគាត់បានសម្រេចចិត្តថាគាត់ផ្លិចរបស់របរនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងណាគាត់ចង់ត្រឡប់ទៅយកវិញដូចជាទូរស័ព្ទឬក៏កាបូបរបស់ខនេការជាដើមហ្នឹងអញ្ចឹងគ្នាគាត់ពីរ3នាក់ហ្នឹងក៏សម្រេចចិត្តចោលខនេការនៅកណ្ដាល hallway ហ្នឹងតែនៅក្នុង CCTV មើលទៅគាត់អត់ទាន់ស្វឹងទេប៉ុន្តែនៅពេលដែលមិត្តភ័ក្តិគាត់បានទុកខនេការចោលហ្នឹងគឺគាត់បាននិយាយថាសភាពខនេការពេលហ្នឹងគឺស្វឹងហើយគឺគាត់រៀងអត់អត់ដឹងខ្លួនអីចឹងណាអញ្ចឹងគាត់ក៏ថាតម្លាក់ខនេការចោលផ្លែទៅដើម្បីគាត់ទៅយករបស់ហ្នឹងនៅក្នុងបន្ទប់វិញអញ្ចឹងនេះគឺវាហានិភ័យខ្លាំងមែនតើយើងត្រូវដឹងទាំងស្រីទាំងប្រុសមិនថាយើងទៅ party ឬក៏អីទេគឺយើងអត់ទុកពួកម៉ាក់យើងចោលទេជាពិសេសនៅពេលដែលគាត់ស្វឹងពីព្រោះយើងអត់ដឹងថាគាត់នឹងទៅណាដើរទៅណាឬក៏បកកបញ្ហានៅណាអញ្ចឹងណាយើងអត់ត្រូវទុកពួកគាត់ចោលទេហើយយើងខ្លាចជាពិសេសគឺអ្នកផ្សេងមកធ្វើបាបហ្នឹងហើយអញ្ចឹងមិនថាស្រីមិនថាប្រុសគឺវាដូចគេហៅថាយើងត្រូវមើលគ្នាទៅមកដែរយើងត្រូវថែទាំគ្នាទៅមកអញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺមិត្តភ័ក្តិរបស់គាត់គឺបានត្រឡប់ទៅបន្ទប់ហើយនៅពេលដែលគាត់ដើរមកវិញគឺគាត់អត់ឃើញខនេការនៅកន្លែងដែលពួកគាត់ហ្នឹងទុកទេអញ្ចឹងពួកគាត់គឺព្យាយាមស្វែងរកខនេការឡើងពេញសន្តាគារហ្នឹងហ្មងថាអត់ដឹងថាទៅណាអញ្ចឹងដើររកហើយអស់ប្រហែល1ម៉ោងជាងហ្នឹងគឺពួកគាត់គឺទាល់ច្រកក៏គាត់បានសម្រេចចិត្ត call ទៅប្រាប់ម្ដាយរបស់ខនេការប្រាប់ថាគាត់ហៅខនេការអត់ឃើញទេអញ្ចឹងនៅពេលហ្នឹងគឺប្រហែលជាម្លងម៉ោង3ម៉ោង4នេះហ្នឹងគឺគាត់បាន call ទៅម្ដាយរបស់ខនេការហើយការ call ហ្នឹងគឺចេញពីទូរស័ព្ទដៃរបស់ខនេការហើយសំបីតែសម្ភារៈរបស់របររបស់ខនេការគឺនៅជាមួយនឹងពួកម៉ាក់ហ្នឹងទាំងអស់ហើយ call ពីក្នុងឡានរបស់ខនេការដែរពេលហ្នឹងក៏ម្ដាយរបស់គាត់ឮដំណឹងថាកូនរបស់ខ្លួនគឺបាត់រកអត់ឃើញអញ្ចឹងណាអញ្ចឹងគាត់ក៏ព្រួយបារម្ភគាត់ក៏បានជិះមកកាន់សន្តាគារអញ្ចឹងប្រហែលជាអំឡុងម៉ោង5កន្លះព្រឹកគឺគាត់បានមកដល់សន្តាគារហ្នឹងដែរនៅពេលហ្នឹងគឺពួកម៉ាក់របស់ខនេការគាត់តែទេប្រាប់ម្ដាយរបស់គាត់ហើយទៅក៏គាត់ត្រឡប់ទៅផ្ទះរបស់គាត់បាត់ចឹងទៅអញ្ចឹងត្រង់នេះខ្ញុំក៏អត់ដឹងថាមូលហេតុអីមិនគាត់អត់នៅជួយរកជួយអីដែរអញ្ចឹងណារបៀបរៀងអត់ទំនួលខុសត្រូវយើងបន្ទោសថាគាត់ជាក្មេងអត់ដឹងអីក៏ខ្ញុំអត់ដឹងដែរអញ្ចឹងប៉ុន្តែពេលហ្នឹងគឺគាត់បានទៅបាត់ហើយគាត់អត់បាននៅជួយរកទេអញ្ចឹងសម្រាប់ម្ដាយខនេការគាត់ទៅដល់សន្តាគារអញ្ចឹងគាត់ក៏អត់ដឹងថាចាប់ដើមរកពីណាទៅណាអញ្ចឹងណាគាត់ក៏បានទៅប្រាប់ទៅកាន់អ្នកគ្រប់គ្រងសន្តាគារអញ្ចឹងគាត់បានរៀបរាប់ពីដំណើរដើមតងដែលមិត្តភ័ក្តិរបស់គាត់បានប្រាប់ទៅថាកូនរបស់ខ្ញុំនេះគឺបានមក party នៅបន្ទប់នេះដល់ហើយគឺគាត់ថារកអត់ឃើញអញ្ចឹងគាត់ចង់ឲ្យជួយមើលកាមេរ៉ាសុវត្ថិភាពថាតើកូនរបស់គាត់ទៅណាអញ្ចឹងណាសុំមើលតម្រុយដោយសារកូនរបស់គាត់បានបាត់ទៅរកអត់ឃើញទេហើយដំណឹងដល់ម៉ោងព្រឹកហ្នឹងហើយក៏នៅតែអត់ឮដំណឹងអីដែរអញ្ចឹងណាវា 3-4 ម៉ោងដែរអញ្ចឹងវាចម្លែកឥឡូវយើងគិតមើលបើថាកូនយើងទៅ party បើវាទៅណាមកណាអញ្ចឹងវាទេប្រាប់យើងវាផ្ដល់ដំណឹងមកយើងឬក៏មិនក៏ចេះខ្ចីទូរស័ព្ទគេ call មក call អីចឹងទៅសំខាន់បាត់ដំណឹងឆឹងហើយវានៅក្នុងសន្តាគារមួយដ៏ធំខ្លាំងធំមែនតើអញ្ចឹងយើងខ្លាចតែមានមនុស្សផ្សេងចង់ធ្វើបាបគាត់ឬក៏អីចឹងទៅអញ្ចឹងភ័យត្រង់ហ្នឹងពីព្រោះវាមិនដែលកូនសុកបាត់ឆឹងអញ្ចឹងហ្មងទេពេលហ្នឹងក៏គាត់បានសុំអ្នកគ្រប់គ្រងសន្តាគារហ្នឹងសុំមើលកាមេរ៉ាសុវត្ថិភាពតែអ្នកគ្រប់គ្រងហ្នឹងគឺបាននិយាយថាគាត់អត់អនុញ្ញាតឲ្យមើលទេដោយសារតែករណីនេះគឺរបៀបយើងអ្នកក្រៅយើងមកសុំមើលអញ្ចឹងគាត់អត់ចង់អនុញ្ញាតឲ្យមើលទេតោះតែយើងហ្នឹងទៅរាយការណ៍ទៅដល់ប៉ូលីសប្រាប់ថាកូនរបស់យើងហ្នឹងគឺបានបាត់ខ្លួនហើយប៉ូលីសហ្នឹងគឺរៀបចំសំណុំឯកសារថាអូខេគាត់បានបាត់ខ្លួនពិតមែនគេហៅថាផ្លូវការអញ្ចឹងណាបានគេអនុញ្ញាតឲ្យអញ្ចឹងពេលហ្នឹងវាពិបាកថងហ្នឹងទៀតដែលវាល្អិតល្អួលថងហ្នឹងអញ្ចឹងណាអញ្ចឹងសម្រាប់ម្ដាយរបស់ខនេការក៏គាត់បានសម្រេចចិត្ត call ទៅកាន់ប៉ូលីសដើម្បីរាយការណ៍ថាកូនរបស់គាត់ហ្នឹងបានបាត់ខ្លួននៅម្លងម៉ោងប្រហែលជា7កន្លះអញ្ចឹងនេះគឺជាការ call រវាងម្ដាយរបស់ខនេការនិងប៉ុស្តិ៍ប៉ូលីស 911, where's the address of your emergency? Yes, I'm at the Crown Plaza at O'Hare Airport, and I was calling because my daughter came to a party here last night, a gathering with her friends, and
now her friends, they said that they left on the front of the hotel and she's not able to be found now. She's 19 years old. Again, she's only been gone for a couple hours. She's, I don't know, maybe she's, she could be somewhere with one of her friends or something because, I mean, it is only a couple hours since you hadn't seen her, correct? Or since her friend supposedly hadn't seen her? Correct. Let's say about 3 to 4 hours now. It's because they send the police out here and ask them to look at the cameras and see if they've seen her on their cameras around that time. I was about to say, even if I did send an officer, it would take a little bit in order for us to get the camera footage and for us to pass it on to the detectives division. So what would you suggest? Well, again, the only thing I would suggest maybe just give her a couple hours. She could have went somewhere with one of her other friends. I mean, and who knows what her friends are saying is true. You know what I mean? Exactly. You could tell, not to be saying, you could tell it don't sound right. I'm a parent. I've been young before, and it's not sounding right. It don't sound right, period. That's why I came out here myself. ដោយអ្នកទាំងអស់គ្នាបានលឺអំបញ្ញមិញនឹងអញ្ចឹងគឺម្ដាយរបស់គណេការបានរាយការណ៍ប្រាប់ពីដំណើរដើមតងប៉ុន្តែខាងប៉ូលីសគឺគាត់បាននិយាយថាគាត់អត់ចង់រៀបចំរាយការណ៍ឲ្យទេដោយសារតែកូនរបស់គាត់តំបាត់ថ្មីនឹងទេអញ្ចឹងខ្លាចខាងលោកកូនរបស់គាត់តណាបាត់អីអញ្ចឹងទៅជាមួយពួកម៉ាក់ទៅអីអញ្ចឹងណាអញ្ចឹងអត់ចង់រៀបចំអញ្ចឹងបើសិនជាប្រហែលម៉ោងទៀតអត់តន់លឺដំណឹងទៀតចាំទេមកគាត់ម្ដងទៀតទៅចាំគាត់រៀបចំឯកសារវិញអញ្ចឹងទៅតាមពិតទៅនៅត្រង់នេះគឺខ្ញុំអត់ចង់ឲ្យនឹងហើយថននេះគឺប៉ូលីសគឺគាត់រៀងរបៀបថាមើលស្រាលទៅលើស្ថានភាពនឹងដែរនឹងហើយរបៀបថាគិតថាវាសាមញ្ញវាជាករណីធម្មតាអញ្ចឹងណាវាអត់អីនឹងហើយប៉ុន្តែជាក់ស្ដែងខ្ញុំចង់ផ្ដាំថាបើសិនជាអ្នកនរគ្នាច្បាស់មានអារម្មណ៍គេហៅថាអារម្មណ៍ហ្មង intuition ណារបៀបថាកូនអារម្មណ៍យើងគឺដឹងច្បាស់ហ្មងថាមានរឿងដែលអត់ស្រួលហើយដែលបានកើតឡើងលើកូនយើងមិនថាបាត់ប្រហែលម៉ោងទេគឺយើងអាចរាយការណ៍បានយើងទៅរករឿងដល់ប៉ុស្តិ៍ប៉ូលីសហ្មងចឹងពួកគាត់នឹងរៀបចំឲ្យបខំហ្មងឲ្យគាត់រៀបចំឲ្យវាខ្ញុំដឹងថាអ្នកខ្លះគេនិយាយថាអូចាំ24ម៉ោងចាំ48ម៉ោងមិនយើងរាយការណ៍បានតាមពិតទៅគឺអត់ទេនឹងហើយឲ្យតែយើងដឹងថាគេហៅថា severity យើងដឹងថាតើករណីហ្នឹងវាធ្ងន់ធ្ងរប៉ុណ្ណាវា out of character វាដូចចម្លែកខ្លាំងមែនតើណាវាខុសសពដងវាដែលមានប្រវត្តិធ្លាក់ហត់ចោលហត់អីចឹងទេអញ្ចឹងយើងអាចរាយការណ៍បានហ្នឹងហើយនៅត្រង់ហ្នឹងក៏ម្ដាយរបស់គណេការគាត់បាននិយាយដែរថានៅពេលដែលគាត់មើលទៅវិញទៅគឺគាត់មានអារម្មណ៍ថាប៉ូលីសគឺគាត់រៀងលេះខេះដែរអត់ទទួលយករបៀបថារៀងមើលស្រាលទៅនឹងស្ថានភាពនឹងដែរអញ្ចឹងណាដល់ពេលថ្ងៃត្រង់ទៅបងស្រីបកកើតរបស់គណេការហ្នឹងបានទៅរាយការណ៍ដល់ប៉ុស្តិ៍ប៉ូលីសហ្មងទៅដល់ប៉ុស្តិ៍ប៉ូលីសហ្មងហើយធ្វើសំណុំឯកសារថាបាត់ប្អូនបាត់អីចឹងទៅគេរៀបចំឯកសារឲ្យហើយបាន call ទៅប្រាប់អូតែលនឹងទៀតប៉ុន្តែអូតែលហ្នឹងគឺអត់តាន់រៀបចំឲ្យគាត់ហ្នឹងឆែកមើលកាមេរ៉ាសុខភាពឆែកអីទេនិយាយទៅដំណើរការគឺរៀងយឺតយ៉ាវរៀងពិបាកខ្លាំងមែនតើដោយសារយើងដឹងហើយរឿងនេះគឺកើតឡើងនៅក្នុងអូតែលឬក៏គេហៅថាកន្លែងរស់ស៊ីរបស់គេអញ្ចឹងគឺគេអត់ចង់ចង់ថាខូចឈ្មោះខូចអីអញ្ចឹងណាគេចង់ឲ្យមានរឿងមានអីទេអញ្ចឹងសុខចិត្តអត់អត់ចង់ធ្វើហ្មងអញ្ចឹងវាពិបាកខ្លាំងមែនតើនៅត្រង់ហ្នឹងជាក់ស្ដែងឡើងពេញមួយថ្ងៃឯងសឹងតែពេញមួយថ្ងៃឯងដល់ម៉ោង6ពេលល្ងាចឯងទៅពួកគាត់ហ្នឹងគឺអត់មានថាបានតម្រុយអីសោះហ្មងថាកូនគាត់បាត់ខ្លួនឥឡូវយើងគិតមើលបាត់ឡើងចង់ពេញមួយថ្ងៃវាចេញតាំងយប់មិញឥឡូវមកដល់ណែម៉ោង6ល្ងាចឯងគឺនៅតែរកអត់ឃើញមានលឺដំណឹងអីសោះអញ្ចឹងវាចាប់ផ្ដើមភ័យទៅព្រោះធម្មតាបើទូគាត់ស្វឹងក៏ដោយវាស្មើនឹងឯងគួរណាតាគាត់រៀងស្វាងមកវិញឯងហើយគាត់ចាប់ដើមរលេខតាក់តងរអីចឹងណាប៉ុន្តែនេះគឺស្ងាត់ឆឹងសូម្បីតែផ្ញើសារមកមួយក៏អត់មានដែរចឹងគាត់ចាប់ដើមភ័យខ្លាំងមែនតើចឹងពេលហ្នឹងគឺគាត់បានទៅដល់អូតែលហ្នឹងហ្មងហើយគាត់ចាប់ដើមដើរគោះគ្រប់បន្ទប់ហ្មងណាតាំងពីជាន់លើដល់ជាន់ក្រោមហ្មងថាមានណាគេបានឃើញគណេការអត់ហើយពេលហ្នឹងក៏សន្តាគារហ្នឹងគឺបាន call ទៅប្តឹងដល់911ថាមានមនុស្សមករំខានការរស់ស៊ីរបស់ពួកគាត់អីចឹងទៅដែលថាម្ដាយហើយនឹងក្រុមគ្រួសាររបស់គណេការហ្នឹងព្យាយាមដើរខ្ញុំដឹងថាសកម្មភាពហ្នឹងវាគេហៅថាអត់សណ្ដាប់ធ្នាប់អត់អីចឹងទៅប៉ុន្តែយើងត្រូវដឹងអារម្មណ៍ម្ដាយគឺគាត់ព្រួយខ្លាំងមែនតើហើយណាមួយគឺយើងឃើញអីម្ចាស់សន្តាគារក៏ដូចជាប៉ូលីសគឺដូចអត់
អត់រុះរាន់អត់ស្វាហាប់ជួយរកគាត់រកអីទេយើងឃើញឡើងពេញមួយថ្ងៃហើយគឺដូចអត់មានតម្រុយអីសោះឲ្យគាត់អត់មានឃើញថាធ្វើមើលកាមេរ៉ាសុខភាពរកអីឲ្យគាត់ចឹងណាចឹងគាត់គឺត្រូវតែធ្វើដោយខ្លួនឯងចឹងហ្មងទៅជាក់ស្ដែងគឺនៅម្លងល្ងាចនឹងដែរគឺគេបានមើលកាមេរ៉ាសុខភាពឲ្យចឹងនៅពេលដែលគេមើលទៅគឺគេបានឃើញខនេការនៅក្នុងសន្តាគារនឹងមែនប៉ុន្តែអត់បានឃើញខនេការចេញពីសន្តាគារឬក៏ចូលទេនៅពេលហ្នឹងណាអញ្ចឹងគេមើលបានតែប៉ុណ្្នឹងទៀតអត់មានឃើញតម្រុយថាតើខនេការទៅណាអីឬក៏ទៅណាទេគឺអត់ទាន់ដឹងទេនៅធំហ្នឹងអញ្ចឹងរហូតដល់យប់ឡងអាទិត្យនៅយប់ហ្នឹងនិយាយទៅពេញមួយថ្ងៃហ្មងណាដែលគាត់បានបាត់ខ្លួនហ្នឹងគឺមានបុគ្គលិកម្នាក់គឺគាត់បានចូលទៅក្នុងបន្ទប់ចក្រានធ្វើម្ហូបរបស់សន្តាគារហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺមានរបស់របរចក្រានអញ្ចឹងទៅគឺក្នុងចក្រានគេហ្នឹងគេមានជាបន្ទប់លក្ខណៈជា freezer អញ្ចឹងខ្ញុំសុំហៅវាជាបន្ទប់class A ចឹងចុះក៏បុគ្គលិកបានដើរចូលទៅក្នុងបន្ទប់ហ្នឹងទៅក៏បានឃើញសាកសពរបស់ Kaneka Jenkins គឺបានស្លាប់នៅក្នុងបន្ទប់ហ្នឹងបាត់ទៅហើយចឹងគាត់ក៏បានរាយការណ៍ប្រាប់ប៉ូលីសក៏ដូចជាក្រុមគ្រួសាររបស់គាត់ចឹងទៅក៏ពួកគាត់បានមកមើលហើយក៏បាននិយាយថានឹងឯងគឺជា Kaneka Jenkins នៅត្រង់នេះគឺប៉ូលីសបានប្រាប់ទៅកាន់ក្រុមគ្រួសាររបស់ Kaneka ថាពួកគាត់នឹងជាអ្នករកឃើញប៉ូលីសអ្នករកឃើញប៉ុន្តែជាក់ស្ដែងតាមពិតទៅគឺបុគ្គលិកអ្នករកឃើញទេហើយប្រាប់ពួកគាត់មកមើលចឹងសភាពនៃខនេការគឺយើងបានឃើញថាខោអាវរបស់គាត់នឹងគឺរៀងលាត់ឡើងលើហើយខោរបស់គាត់នឹងគឺបានដោះលែវចឹងទៅប៉ុន្តែមិនមែនសម្រាប់យកហ្មងទេហើយនៅជើងរបស់គាត់គឺមានឃើញរបូតស្បែកជើងមួយហើយមានស្នាមខ្វាចនៅនឹងជើងរបស់គាត់ដែរចឹងនៅថងហ្នឹងគឺពួកគាត់រៀងមានអារម្មណ៍មួយអត់ល្អដែរដោយសារឃើញសភាពសាកសពរបស់កូនគាត់គឺមិនមែនរបៀបស្លាប់ធម្មតាតោះតែគេបានឃើញសាកសពរបស់គាត់ទៅគេទៅសាររើមើលកាមេរ៉ាសុវត្ថិភាពចឹងទៅតែគេបានឃើញថានៅម្លងពេលដែលពួកម៉ាក់របស់គាត់បានទុកគាត់ចោលហ្នឹងគឺគាត់ចាប់ផ្ដើមដើរជុំវិញសន្តាគារហ្នឹងតែម្ដងដែលគាត់ដើរនៅលើផ្លូវហ្នឹងហើយយើងបានឃើញសភាពរបស់គាត់គឺគាត់ដើរអត់ត្រង់ផ្លូវទេដែលគាត់ដើររេឆ្វេងរេស្ដាំហើយដើរទប់ជាមួយនឹងជាងហ្មងណាដែលយើងមើលទៅគឺគាត់ពិតជាស្វឹងពិតមែនឬក៏ពុលសារធាតុអីមួយយើងហៅថា intoxicated ណាពុលហ្នឹងគឺយើងអត់ដឹងថាគាត់ពុលស្រាផងហើយនឹងមានប្រើសារធាតុអីផ្សេងទៀតចឹងទៅគឺវាអាចចូលរួមចូលគ្នាទៅធ្វើឲ្យចង់ថារាងកាយរបស់គាត់គឺគាត់អត់មានលំនឹងទេគឺអត់តរយៈភាពក្នុងខ្លួនមកគាត់ដើរឡើងដល់ថ្នាក់ថាមានមួយคลิปគឺគាត់ដើរទៅបុកនឹងចំណងដៃចណ្ដាលហ្នឹងឡើងចង់ផ្ងាក្រោយហើយគាត់អាចទប់ខ្លួនឯងវិញបានដែលគាត់អាចប្រកាន់ដៃនឹងតន់ណាកុំអីផ្ងាក្រោយទៅបាត់ចឹងលំនឹងពេលហ្នឹងគឺគាត់ពិតជាស្វឹងខ្លាំងមែនដែលយើងមើលទៅហើយនៅក្នុងកាមេរ៉ាសុវត្ថិភាពក៏ឃើញគាត់បានចេញពីចណ្ដាលយន្តដែរគាត់ចុះជិះចដាលយន្តមកហើយគាត់បានដើរហើយគេក៏បានឃើញវីដេអូគាត់បានដើរចូលទៅក្នុងចក្រានបាយនឹងមែនប៉ុន្តែគឺគេអត់មានคลิปដែលចេញឲ្យថាខនេការហ្នឹងគឺបានដើរចូលទៅក្នុងបន្ទប់ class A នឹងខ្លួនឯងទេគឺអត់ធំហ្នឹងបានឃើញត្រឹមតែខនេការគាត់ដើរចូលទៅក្នុងចក្រាននៅត្រង់វីដេអូកាមេរ៉ាសុវត្ថិភាពនេះគឺមានមនុស្សដែលគាត់សង្ស័យច្រើនខ្លាំងមែនតើគាត់ជឿថាកាមេរ៉ាសុវត្ថិភាពហ្នឹងគឺមានគេ edit ដោយសារតែគេជឿថាមានមនុស្សដែលចាប់គាត់ចាប់អីរបៀបទប់គាត់ទប់អីចឹងនៅក្នុងហ្នឹងប៉ុន្តែគេ edit ចេញ edit អីចឹងណាឲ្យមើលទៅឃើញនៅតែឯងឃើញអីចឹងទៅដែលថានេះគឺជាស្នាដៃនៃមនុស្សផ្សេងដែលគាត់បានព្យាយាមចង់សម្លាប់ទៅលើខនេការចឹងទៅនៅពេលដែលគេធ្វើកសោវិច័យទៅលើខនេការគឺគេបានឃើញថាគាត់គេសន្មតថាគាត់បានស្លាប់ដោយសារតែការចុះកម្ដៅសីតុណ្ហភាពខ្លួនខ្លាំងពេកដែលយើងហៅថា hypothermia ពេលដែលគេមើលតេស្តឈាមរបស់គាត់គឺគេបានឃើញថាសារធាតុអាល់កុលរបស់គាត់គឺមាននៅក្នុងរាងកាយរបស់គាត់ហើយមួយទៀតគឺជាសារធាតុដែលមានឈ្មោះថា topiramate ដែលជាពពួកសារធាតុគេប្រើសម្រាប់ប្រឆាំងជំងឺឆ្កួតឈូង epilepsy ឬក៏ seizure អញ្ចឹងខ្ញុំអត់ដឹងថាឱសថនេះគាត់ប្រើជាប្រចាំព្យាបាលជំងឺប្រចាំកាយរបស់គាត់ឬក៏អ្នកដែលគាត់នៅក្នុង party ហ្នឹងគឺគាត់ប្រើឱសថហ្នឹងដើម្បីនឹងឲ្យ high get high អញ្ចឹងទៅដោយសារតែនៅពេលដែលប្រើឱសថពីរនឹងចូលគ្នាជាមួយនឹង share គឺវាធ្វើឲ្យភាពស្វឹងហ្នឹងវាហៅថាកពុលមុខវាលឿនខ្លាំងមែនតើរបៀបវាអាចកពុលមុខបានគេឲ្យប្រើថ្នាំហ្នឹងផងហើយផឹកសេផងទេដោយសារវាអាចបង្កើនឲ្យអ្នកជំងឺហ្នឹងគាត់ឆាប់ស្វឹងគាត់គិតអត់កើតអត់អីចឹងទៅណារបៀបអញ្ចឹងនៅក្នុងតេស្តឈាមរបស់គាត់គឺរកឃើញសារធាតុពីរហ្នឹងបណ្ដៃយោងទៅតាមសម្ដីរបស់ម្ដាយរបស់ខនេការគឺគាត់បាននិយាយថាគាត់បាននិយាយជាមួយនឹងគ្រូពេទ្យដែរគឺកំហាប់សារធាតុទាំងពីរដែលរកឃើញហ្នឹងគឺវាអត់ដល់ថ្នាក់ឲ្យគាត់ហ្នឹងត្រេត្រលដល់ថ្នាក់ហ្នឹងទេនៅក្នុងកាមេរ៉ាសុវត្ថិភាពហ្នឹងអញ្ចឹងណាប៉ុន្តែជាក់ស្ដែងគឺខ្ញុំក៏អត់ហ៊ានអាកាត់នៅត្រង់ហ្នឹងដែរដោយសារអីខនេការគឺគាត់បានជាប់ខ្លួនគាត់នៅក្នុងបន្ទប់ class C អញ្ចឹងធម្មតាបន្ទប់វាត្រជាក់វាអាច
នឹងដកអង្សាវាត្រជាក់ខ្លាំងមែនតើប៉ុន្តែក៏មនុស្សគាត់អត់ឆាប់ស្លាប់លឿនដែរហើយចឹងតតែ1ម៉ោង2ម៉ោងក្រោយចឹងទៅចឹងអាសារធាតុដែលគាត់ពុលខ្លាំងហ្នឹងក៏វាអាចprocess វាធ្វើ metabolic បានហើយអស់ខ្លះទៅក៏វាអស់ចេញពី system របស់គាត់បានច្រើនដែរអញ្ចឹងណាអញ្ចឹងយើងអត់ដឹងថាមិនដែរសម្រាប់សារធាតុគីមីមានក្នុងខ្លួនរបស់គាត់នៅពេលហ្នឹងហើយមួយវិញទៀតគឺគេបាននិយាយថាមនុស្សដែលគាត់មាន hypothermia ចឹងថានៅពេលដែលសីតុណ្ហភាពនៅក្នុងខ្លួននឹងចុះខ្លាំងមែនតើហ្នឹងគឺវាដល់ដំណាក់កាលមួយដែលរាងកាយរបស់យើងចាប់ផ្ដើមមានអារម្មណ៍ក្តៅអញ្ចឹងអានេះគឺគេហៅថាដូច burn ណាវាអាលៀកដែរប៉ុន្តែអាលៀកបែបត្រជាក់ខ្លាំងពេកកោសិកាយើងវាអាលៀកហ្មងអញ្ចឹងបើអ្នកនរគ្នាធ្លាប់កាន់តកកយើងកាន់យូរពេកយើងមានអារម្មណ៍ថាដូច frostbite ឬក៏វាកកដល់ដៃរបស់យើងឈឺហ្នឹងហើយអញ្ចឹងរាងកាយមនុស្សហ្នឹងគឺឆ្លងកាត់ការលាកមួយហ្នឹងដែរអញ្ចឹងហើយគេជឿថានៅពេលហ្នឹងគឺមានអារម្មណ៍លាកទៅមនុស្សគឺអាចព្យាយាមដោះខោអាវដោះអីអញ្ចឹងទៅណាហើយខ្វាចខ្លួនឯងខ្វាចអីអញ្ចឹងវាថប់នៅក្នុងខ្លួនអញ្ចឹងទៅអញ្ចឹងគេក៏រៀងសង្ស័យដែរខាងលោកខនេកានៅពេលហ្នឹងគាត់ព្យាយាមដោះអាវគាត់ប្រឡាត់ខោគាត់ប្រឡាត់ដោះស្បែកជើងដោះអីអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងគឺយើងបានឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពអញ្ចឹងគឺគាត់ស្វឹងខ្លាំងមែនតើគាត់ intoxicated ខ្លាំងមែនតើអញ្ចឹងយើងក៏អត់ដឹងថានៅពេលហ្នឹងគាត់បែបណាដែរនៅពេលដែលគាត់ជាប់នៅក្នុងបន្ទប់កកហ្នឹងអញ្ចឹងណាជាក់ស្ដែងគឺប៉ូលីសក៏បាននិយាយថាអូខេករណីហ្នឹងគឺជាករណីដែលខនេកាគាត់បានដើរចូលទៅក្នុងបន្ទប់ហ្នឹងដោយខ្លួនឯងទេដោយយើងបានឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពហើយគាត់គឺបានសន្មតថាបានស្លាប់ដោយសារតែការចុះត្រជាក់នៅក្នុងសីតុណ្ហភាពខ្លួននឹងឯងអញ្ចឹងរឿងក្តីហ្នឹងគឺបិទដំណឹងតែម្ដងនិយាយទៅគឺវាអត់មានស្រាវជ្រាវអីបន្តឬក៏អត់មានសង្ស័យអីសម្បីតែ DNA នៅក្នុងបន្ទប់ក៏បានយកបានអីទាំងអស់គឺគាត់ពិនិត្យមើលធម្មតាទៅក៏អូខេរឿងក្តីហ្នឹងគឺតែប៉ុណ្្នឹងអញ្ចឹងបិទរឿងក្តីហ្នឹងអត់ស៊ើបអង្កេតតអីចឹងទៅសម្បីតែក្រុមគ្រួសារអត់ពេញចិត្តក៏ដោយអត់ចង់ឲ្យបិទឲ្យចង់ឲ្យស្រាវជ្រាវតក៏អត់ព្រមដែរគឺគាត់រឿងក្តីហ្នឹងតាមពិតទៅគឺបិទបារីដែលគេនិយាយថាជាករណីដែលកើតឡើងនៅខ្លួនឯងជាយថាហេតុចឹងទៅនៅត្រង់នេះគឺខ្ញុំសោកស្ដាយខ្លាំងមែនតើដោយសារអីរឿងក្តីនេះគឺអាចនឹងពាក់ព័ន្ធដល់រឿងដំណើរការដែលប៉ូលីសឬក៏ម្ចាស់សន្តាគារហ្នឹងគឺអត់ចូលរួមសហការជាមួយនឹងក្រុមគ្រួសាររបស់ខនេកាទេហើយខ្ញុំក៏ជឿថាមានមួយផ្នែកតូចឬក៏មួយផ្នែកធំដែរដែលដោយសារតែក្រុមគ្រួសាររបស់គាត់ជាជនជាតិស្បែកខ្មៅអញ្ចឹងគេរៀង neglect ហ្មងគេអត់សល់ដូចអត់សូវជ្រុំជ្រែងទៅលើគំនិតពួកគាត់តែគាត់ចង់បានអីចង់បានអីចឹងគឺអត់ធ្វើតាមទេហើយដូចរបៀបបញ្ញាប់ឲ្យលឿនឲ្យហើយចឹងទៅហើយសម្រាប់ខាងសន្តាគារក៏គេពេញចិត្តដែរឲ្យតែបិទករណីឲ្យហើយដោយសារតែមានរឿងស្លាប់រឿងអីនៅក្នុងសន្តាគារគេអត់សប្បាយចិត្តចឹងគេអត់ដែរចូលរួមសហការ like 100% ជួយជ្រុំជ្រែងអីខ្លាំងណាស់ណាយហ្មងទេហើយសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺខ្ញុំជឿថាបើសិនជាទោះអត់មានមនុស្សដែលតាមធ្វើបាបគាត់ក៏ដោយប៉ុន្តែបើសិនជាប៉ូលីសក៏ដូចជាសន្តាគារជាពិសេសគឺប៉ូលីសហ្នឹងហ្មងបើគាត់ខ្វល់ខ្វាយពីការបាត់ខ្លួនរបស់ខនេកានៅពេលហ្នឹងហូរហន់ណាឲ្យមកដើម្បីស្រាវជ្រាវហៅមើលតើខនេកានៅណាមើលតាមកាមេរ៉ាសុវត្ថិភាពមើលអីស៊ើបតែបន្តិចទៅគឺអាចជួយសង្គ្រោះខនេកាតន់គឺគាត់អត់នឹងស្លាប់ទេដោយសារធម្មតាយើងចុះសីតុណ្ហភាពយើងត្រជាក់អញ្ចឹងមិនមែនស្លាប់ភ្លាមទេហ្នឹងហើយអញ្ចឹងតួត្រជាក់ខ្លាំងគឺយើងអាចយកគាត់ទៅសង្គ្រោះបន្ទាន់យើងទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យទៅក៏គាត់អាចមានឱកាសនឹងរស់ដែរប៉ុន្តែដោយសារតែការមិនខ្វល់ខ្វាយបានដល់ថ្នាក់ឡើងពេញមួយថ្ងៃមនុស្សនៅក្នុងសន្តាគារហ្នឹងសោះហើយកាមេរ៉ាសុវត្ថិភាពគឺមានទៀតហើយរកមនុស្សអត់ឃើញឡើង24ម៉ោងអញ្ចឹងវាពិបាកខ្លាំងមែនតើនៅត្រង់ហ្នឹងគឺសោកស្ដាយខ្លាំងមួយវិញទៀតគឺម្ដាយរបស់ខនេកាគាត់អត់ពេញចិត្តដោយសារអីគាត់មានការសង្ស័យមួយចំនួនដែរទី1គឺខាងប៉ូលីសឬក៏ខាងសន្តាគារហ្នឹងគឺដាច់ខាតមកនិយាយថាគឺអត់បានឃើញខនេកាដើរចូលអត់មានកាមេរ៉ាសុវត្ថិភាពខនេកាដើរចូលបន្ទប់ហ្នឹងទេដោយសារអត់មានកាមេរ៉ាសុវត្ថិភាពគេនិយាយថានៅត្រង់ហ្នឹងគឺអត់មានកាមេរ៉ាសុវត្ថិភាពទេពួកគាត់គឺអត់ជឿដោយសារអីគាត់បានដើរទៅដល់កន្លែងកើតហេតុហ្នឹងម្ដងដែរហើយបងស្រីរបស់ខនេកាបាននិយាយថានៅហ្នឹងគឺមានកាមេរ៉ាសុវត្ថិភាពតែខាងសន្តាគារគេដាច់ខាតគេនិយាយថាអត់មានទេដែលគេនិយាយថានៅពេលហ្នឹងគឺកន្លែងចក្រានបាយហ្នឹងគឺកំពុងតែធ្វើការជួសជុលឡើងវិញចឹងទៅជា construction site របៀបគេពងជួសជុលអញ្ចឹងរបស់របរមួយចំនួនកន្លែងហ្នឹងក៏អត់សូវមានមនុស្សអត់អីចឹងទៅរបៀបយើងមិនដឹងថាលេសឬក៏យ៉ាងណាដែរប៉ុន្តែគឺអត់នឹងឲ្យអត់មាន I said, can I see how my baby laying down there? You know, how she feel, how she died? Yeah.
and they wouldn't let me see my baby. And they said, the police department said, freak accidents like that do happen. So they're saying they're And they trying said to they say didn't that see she, her. that And it's a camera sitting right in front of the cooler. They didn't see how she got in there. So we studied, tried begging for help, begging for help. The police department couldn't even help us. After they found my baby dead, they couldn't even help us. ហើយយើងដឹងដែរនៅតាមស្ថានភាពធំធំអញ្ចឹងអាទូ class A ខ្លះអីហ្នឹងគឺគេដឹងតែមានកាមេរ៉ាសុខភាពហើយដោយសារគេត្រូវតាមដានស្តុកសាច់ស្តុកអីដែរយើងដឹងសាច់អីថ្លៃណាពួកសន្តាគារហ្នឹងវារាប់រយដុល្លារដែរណាចេះតែទុកចោលមិនតតែមានកាមេរ៉ាសុខភាពតាមមើលបុគ្គលិកមានណាលួចសាច់លួចអីដែរអញ្ចឹងណាអញ្ចឹងនេះគឺធម្មតាជា protocol វាជាផ្នែកមួយនៃ protocol គឺត្រូវមានកាមេរ៉ាតែប៉ុន្តែគេអត់បញ្ចេញឲ្យទេអត់ហ្មងទី2ទៀតគឺអាបន្ទប់ដែលពួកគាត់ទៅ party ហ្នឹងឡើងមនុស្ស30នាក់ជាងហ្នឹងគឺកក់ដោយគេហៅថា fake ID របៀបតាក់ញៀនបានដែលខ្លាំងខ្លាយយើងអត់ដឹងថាបោះពីណាគេទេដែលយកមកកក់នៅក្នុងបន្ទប់ហ្នឹងទៀតកក់បន្ទប់ហ្នឹងដើម្បី party ទៀតអញ្ចឹងគាត់សង្ស័យខ្លាំងមែនតើដោយសារគាត់ភ័យខ្លាចតាវាគឺជារឿងដែលពាក់ព័ន្ធជាមួយនឹងពួកដែលជួញដូរមនុស្សរបៀបជួញដូរគ្រឿងក្នុងគ្រឿងអីចឹងទៅដោយសារថាអត់មានណាធានាថាការ party ផាត់អីមានសិទ្ធិគ្រឿងញៀនគ្រឿងអីហ្នឹងយើងអត់ដឹងថាមាននរណាដែលគាត់មានគំនិតអីចឹងទេអញ្ចឹងគាត់ខ្លាចតែកូនរបស់គាត់ហ្នឹងគឺធ្លាក់ក្នុងដៃដែលអ្នកដែលគាត់ចង់ធ្វើការជួញដូរគ្រឿងក្នុងគ្រឿងអីចឹងណាអញ្ចឹងគាត់ក៏សង្ស័យត្រង់ហ្នឹងដែរដោយសារគាត់មើលនៅក្នុងកាមេរ៉ាសុខភាពគាត់អត់ជឿថាកូនគាត់ស្វឹងដល់ថ្នាក់ហ្នឹងទេហើយវាមានចំណុចទូចផ្សេងទៀតឧទាហរណ៍ដូចពួកម៉ាក់របស់គាត់ហេតុអីបានទុកពួកម៉ាក់គាត់ចោលហ្នឹងហើយទុកខនេការចោលហើយនៅពេលដែលទេប្រាប់ម្ដាយរបស់ខនេការហើយរត់ទៅបាត់ទៀតរបៀបវាដូចចម្លែកមើលទៅវាដូចអត់រឿងដែលអត់គួរតែកើតឡើងប៉ុន្តែគាត់ក៏រៀងចម្លែកត្រង់ហ្នឹងដែរប៉ុន្តែគាត់ក៏បាននិយាយជាមួយនឹងពួកម៉ាក់ហ្នឹងហើយគឺគាត់ចាត់ទុកពួកគាត់ហ្នឹងដូចកូនខ្លួនឯងដូចក្មេងអញ្ចឹងណាក៏អត់បន្ទោសទេប៉ុន្តែគាត់ក៏បានប្រាប់ដែរថានេះគឺរឿងដែលកើតឡើងគឺក៏អាចនឹងជាផ្នែកមួយនៃកំហុសរបស់យើងដែរដែលយើងអត់មានត្រូវទុកគ្នាចោលចឹងទេតែយើងសម្រេចចិត្តទុកគ្នាចោលអញ្ចឹងហ្នឹងហើយអញ្ចឹងរឿងគឺវាកើតឡើងដោយសារតែគេហៅថាទង្វើរបស់យើងដែរហើយសម្រាប់ក្រុមគ្រួសាររបស់ខនេការក៏បានធ្វើការបដិងទៅកាន់សន្តាគារនឹងដែរពីការស្លាប់របស់គាត់ដែលទាមទារលុយប្រហែលជា$50 លានហើយខាងសន្តាគារហ្នឹងក៏សម្រេចចិត្តផ្ដល់ខ្ទង់ចន្លោះ6 លានដំបូងគឺផ្ដល់$10 លានហើយពួកគាត់ក៏គេហៅថាសម្រេចណាគឺបានប្រហែលជា$6.4 លានដែរនិយាយទៅគឺនៅពេលដែលខ្ញុំមើលរឿងក្តីនឹងស្ដាប់ពីការនិយាយរបស់ម្ដាយរបស់ខនេការគឺមានអារម្មណ៍ថារៀង mistreatment គេហៅថាដូចអត់មានណានទេឬក៏ខឹងចូលរួមខឹងជាមួយនឹងគាត់ទេនៅពេលហ្នឹងខាងប៉ូលីសគឺរៀងហៃដូចខ្ញុំបាននិយាយចឹងរបៀបធម្មតារបៀបទៅចឹងណាអត់មើលសែវឈៀវតឬក៏ធ្វើមិនឲ្យម្ដាយឪពុកឬក៏ក្រុមគ្រួសារជនរងគ្រោះហ្នឹងគាត់ស្ងប់ចិត្តទេ It was a natural cause before any medical examiner or anything. So the Rosemont Police Department knew this would happen with no professionals. You know, they said it wasn't no sexual harassment or assaults or whatever. An assaulted section. Right. Exactly. But how is that? From looking at the pictures, obviously you'll see that it was something going on. My daughter asked them, did you all take fingerprints? And they said no. Why not? Right. Why not? And then at the meeting, the sergeant said they'd had numerous of murders, deaths or whatever, however he named it. Don't quote me. He said, but this is the first time we ever had to deal with an attorney. And rolled his eyes at me like, how could you be mad at me when I'm the one that's taking the loss? You understand what I'm saying? Yeah. ហើយខាងសន្តាគារវិញគឺបានទាំងផ្ដល់លុយចឹងថា offer របៀបស្នើសុំថាជួយចេញថ្លៃបុណ្យរបស់ខនេការចឹងទៅហើយម្ដាយរបស់ខនេការគឺអត់ព្រមយកទៀតដោយសារគាត់និយាយថាគាត់អត់យកដោយសារសន្តាគារហ្នឹងសម្រាប់និយាយថាឲ្យលុយគាត់ប៉ុន្តែពាក្យសុំទោសមួយម៉ាត់ក៏អត់មានដែររបៀបអត់មានទាំងគិតថាកំហុសរបស់ខ្លួនឯងបន្តិចអីចឹងណាគឺអត់ទេអត់មានខ្វល់អីទាំងអស់អញ្ចឹងការសាររបស់ខនេការ Jenkins គឺគួរឲ្យសោកស្ដាយខ្លាំងមែនតើហើយអ្នកខ្លះគឺគាត់អត់អស់ចិត្តជាមួយនឹងការសាររបស់ខនេការទេដែលគាត់នៅតែទទូចថារឿងក្តីហ្នឹងគឺមានពាក់ព័ន្ធជាមួយនឹងមនុស្សផ្សេងមែនដែលព្យាយាមចង់ធ្វើបាបគាត់ដោយសារគេថាកាមេរ៉ាសុខភាពហ្នឹងមានគេ edit
មានគេយកទៅ edit កែច្នៃអញ្ចឹងទៅបានយកមកផុសអញ្ចឹងទៅហើយនៅក្នុងបន្ទប់ទូតកកហ្នឹងគឺគេបាននិយាយថាហេតុអីបានរបៀបថាគាត់ចេញមកខ្លួនឯងអត់បានអីចឹងទៅអញ្ចឹងធម្មតាគាត់ស្វឹងអញ្ចឹងកែលោគាត់ចេញអត់បានអីអត់បានអញ្ចឹងទៅប៉ុន្តែនៅក្នុងបន្ទប់ហ្នឹងគឺវាទោះបើកទ្វារជាប់ទ្វារនៅក្នុងហ្នឹងក៏ដោយគឺគេមានប៊ូតុងរបៀបគេហៅ emergency អាសន្នអីចឹងទៅយើងចុចទៅវាលោតភ្លើងលោតអីចឹងណាវាមានបន្ទប់ហ្នឹងគឺវាមិនមែន lock ជាប់ទេពេលយើងជាប់នៅក្នុងតើតែមានអ្នកខាងក្រៅជាប់ lock ចាក់ lock ចាក់អីទៀតចឹងទៅបានវាជាប់អីចឹងណាអញ្ចឹងថងហ្នឹងទៀតគឺពួកគាត់ហៅថាឆ្ងល់ដែរចឹងទៅប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំយល់ឃើញថាការស្ដាប់របស់គណនេការគឺគាត់បានទៅកន្លែងនៅខ្លួនឯងអញ្ចឹងទៅហ្នឹងហើយចង់ថាជាយថាហេតុប៉ុន្តែខ្ញុំក៏អត់ហ៊ានច្រានចោល 100% ដែរគឺខ្ញុំជឿថារឿងគឺមានការលាក់បាំងជាងអ្វីដែលយើងបានឃើញហ្នឹងហើយសំបីតែចង់ថាកាមេរ៉ាដែលគណនេការគាត់ដើរចូលទៅក្នុងបន្ទប់ហ្នឹងដែលខ្លួនគាត់ក៏អត់មានដែរអញ្ចឹងវាគួរឲ្យសង្ស័យត្រង់ហ្នឹងហេតុអីបានអត់បង្ហាញឲ្យក្រុមគ្រួសារគេឃើញអញ្ចឹងណាហើយមួយវិញទៀតគឺមានករណីមានណាគឺករណីដែលធ្វើចង់ថាធ្វើឲ្យកែច្នៃកុំឲ្យរឿងក្តីនៃការស្លាប់របស់ជនរងគ្រោះហ្នឹងគឺគាត់ទម្លាក់កំហុសទៅកាន់អ្នកផ្សេងម្ចាស់កន្លែងឬក៏ទៅកាន់ប៉ូលីសចឹងទៅគឺពួកហ្នឹងគឺមានការស៊ីសនុកមានការសោកប៉ាន់កែច្នៃទៅលើផុសតាងក៏ដូចជារឿង forensic គេហៅថាដូចធ្វើកសោវិច័យធ្វើអីហ្នឹងណាគឺមានការស៊ីស៊ូគ្នាទាំងអស់គឺឲ្យតាលុយគឺមានហើយសម្បីក្រុមគ្រួសារគណនេការក៏គាត់អត់ទទួលយកការធ្វើកសោវិច័យនោះដែរចឹងណាគាត់ទៅធ្វើកសោវិច័យដោយខ្លួនឯងទៀតគេហៅថា independent ទៅធ្វើដោយខ្លួនឯងនឹងឲ្យចេញលុយធ្វើខ្លួនឯងចឹងទៅចឹងខ្ញុំក៏អត់មានលទ្ធផលនៃការធ្វើខ្លួនឯងរបស់គាត់នឹងដែរប៉ុន្តែជាក់ស្ដែងគឺអត់អាចទុកចិត្តបាននិយាយទៅ 100% ហ្មងដាក់ចិត្តដាក់កាយទៅលើខាងប៉ូលីសខាងអីហ្នឹងគឺប្រជាជនរបស់គេភាគច្រើនគឺគេអត់ដាក់ទេអញ្ចឹងសម្រាប់រឿងក្តីរបស់គណនេការ Jenkins គឺមានតែប៉ុណ្្នឹងដែរអញ្ចឹងការស្ដាប់របស់គាត់តាមពិតទៅគឺជាករណីបិទទេប៉ុន្តែអ្នកដែលដឹងពីរឿងក្តីហ្នឹងគឺនៅតែអត់អស់ចិត្តអញ្ចឹងណាដោយសារវានៅមានអាចន្លោះប្រហោងតិចតួចហ្នឹងគេនៅតែមានអារម្មណ៍សង្ស័យហើយនឹងចង់ដឹងការពិតទៅលើរឿងមួយហ្នឹងដែរថាមានរឿងអីអញ្ចឹងបើសិនជាអ្នកនរគ្នាយល់ឃើញយ៉ាងណាទៅលើរឿងក្តីមួយនេះគឺអាច comment នៅក្នុង comment section របស់ខ្ញុំបានខ្ញុំអរគុណច្រើនមែនតើដែលបានមើលវីដេអូនេះរហូតដល់ចប់អញ្ចឹងបើសិនជាអ្នកនរគ្នាចង់តាមដានទៅលើរឿងក្តីផ្សេងទៀតគឺអាច subscribe ទៅកាន់ YouTube channel របស់ខ្ញុំបានហើយជាចុងក្រោយគឺខ្ញុំសូមជូនពរអ្នកនរគ្នាមានសុខភាពល្អនិងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ